សួស្តីបងប្អូនទាំងអស់គ្នាតោះចិត្តដល់ថ្ងៃចូលឆ្នាំហើយយើងទៅមើលទាំងអស់គ្នាមើលថាតើចិត្តដល់ថ្ងៃចូលឆ្នាំគឺគេមានលេងអីគេខ្លះទៅចាជាទូទៅនៅពេលដែលចិត្តដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងម្ដងគឺបងប្អូនយើងគ្រប់ទីកន្លែងមិនថាវត្តអារាមមិនថាភូមិឬក៏មិនថាកន្លែងកំសាន្តនានាគឺតែងតែធ្វើនៅកម្មវិធីសង្ក្រាន្តអញ្ចឹងថ្ងៃនេះខ្ញុំក៏បានមកលេងនៅកម្មវិធីសង្ក្រាន្តរបស់បរិយពេញហួតដែរគេប្រព្រឹត្តទៅតាំងពីថ្ងៃទី10ប៉ុន្តែខ្ញុំអត់ទាន់បាន voice over ហើយកាត់តវីដេអូអញ្ចឹងថ្ងៃនេះគឺខ្ញុំទើបតែបានយកវីដេអូនោះមកកាត់តចូលគ្នាហើយបានធ្វើ voice over អញ្ចឹងតោះបងប្អូនអរគ្នាទៅមើលតាមខ្ញុំថាតើនៅថ្ងៃនេះខាងបរិយពេញហួតគាត់មានធ្វើកម្មវិធីអីខ្លះហើយមានលេងល្បែងកំសាន្តអ្វីខ្លះសម្រាប់ទទួលសាទរឆ្នាំថ្មីសង្ក្រាន្តឆ្នាំ2025នេះតោះបងប្អូនសូមទៅមើលទាំងអស់គ្នាចាបងប្អូនអញ្ចឹងសង្ក្រាន្តនេះគឺគេលេងនៅក្នុង PA Europa គឺនៅម្ដុំទូ Eiffel ណាបងប្អូនអញ្ចឹងគឺនៅកន្លែងនេះគឺគេមានបែងចែកជាโซนមានមួយโซนទៅលេងល្បែងផ្សេងគ្នាអញ្ចឹងតោះចាំមើលបងប្អូនចាំមើលទាំងអស់គ្នាថាតើនៅថ្ងៃហ្នឹងគេនឹងលេងល្បែងប្រជាប្រិយអីគេខ្លះព្រោះថ្ងៃហ្នឹងគឺខ្ញុំបានលើព័ត៌មានមកថាថ្ងៃហ្នឹងគេលេងល្បែងប្រជាប្រិយច្រើនមុខមែនតើសឹងថាល្បែងដែលយើងធ្លាប់លេងកាលពីក្មេងៗហ្នឹងគឺមានទាំងអស់ហ្មងតែគ្រាន់តែថាគឺគេបែងចែកទៅតាមโซนណាត្រូវលេងល្បែងអីគេโซនណាត្រូវលេងល្បែងអីចឹងណាតោះបងប្អូនចាំទៅមើលទាំងអស់គ្នាចាបងប្អូនអូនេះគឺសុទ្ធតែជាសកម្មភាពដែលគេចាប់ដើមរៀបចំកន្លែងនេះដើម្បីលេងកម្មវិធីបងប្អូនចឹងគឺឃើញថាអ៊ូអរខ្លាំងមែនតើឃើញមានមនុស្សម្នាដែលគាត់មកចាំលេងច្រើនមែនតើទៅតាមទីតាំងទៅតាមโซนដែលគេបែងចែកនីមួយចឹងណាបងប្អូនអ
ำตะตัวชุ่มบอกจุงมาส่งเหล็กดับจอช่วยเหล็กดับไปเจอกันทำไมมือสูงสาวบองพอนยืนเต้นที่คอยเตือนเลดี้เฟอร์บองเลดี้เฟอร์นี่อวดสาวบองที่ออนยืนเต้คือยืนเต้ส่งในใบจอช่วยเฮ้ยเฉินอ่ะไปอ่ะจังบางคนบางเคยเนี่ยมาตามมือในក្នុងវីដេអូនេះគឺលបែងប្រជាប្រិយគឺគាត់លេងច្រើនមែនតែនតាំងពីទាញព្រាត់បោះអង្គុញលាក់កសែងដាំលឹកឈើ3ដក1វាយក្អស់វាយអីហ្នឹងអូយគឺសឹងថាគ្រប់លបែងប្រជាប្រិយខ្មែរគឺគាត់បានយកប្រមូលមកផ្ដុំលេងជាមួយគ្នានៅថ្ងៃពេញហួសសង្ក្រាន្តនេះតែម្ដងចាអញ្ចឹងសម្រាប់វីដេអូរបស់នាងខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់បងប្អូនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនចូលចិត្តទស្សនាវីដេអូរបស់នាងខ្ញុំ កុំភ្លេច Subscribe YouTube Channel រតនា Inspire Travel សូមអរគុណសូមជម្រាបលា